ស្ដេចពុកថ្ងៃហ្នឹងកូនចង់ចេញលេងជាមួយពុកអំពីរឿងចោលប្រយ័ត្នណាខ្ញុំសូមជម្រាបហ៊ុនសែននៅមានតួនាទីយ៉ាងធំក្នុងឋានៈជាប្រធានបកកណ្ដាលដឹងថាសម្ដេចមានអំណាចធំនឹងតើបើកូនហ៊ានសួរអញ្ចឹងគេចោទសម្ដេចធ្វើធំហើយនៅតែធ្វើចោលទៀតការពុកធ្វើជាហ៊ានផ្នែកក្រហមគេចោទថាពុកជាចោលលួចមាន់ដល់ពុកធ្វើធំគេចោទថាពុកលួចចរិតឆ្នោដល់ឥឡូវគេចោទថាពុកធ្វើចោលជាមួយចិនស៊ីយកលុយទៅទិញរេលីកាដូចថ្លៃមកគេទៅវិញគណៈបកប្រជាជនមិនអាចពាក់ផ្លាកជាចោលបានទេអត់ទេពុកគេអត់ចោទគណៈបកប្រជាជនទេគេចោទពុកនឹងហ្មងតើពួកខ្ញុំនេះមិនទុកឲ្យពួកអ្នកចោទថាជាចោលមកជីវិតទេខ្ញុំសូមជម្រាបជូនអញ្ចឹងកាលណាពុកជប់ធ្វើចោលនេះជាវិធីដែលសម្រាប់ខ្លួនឯងអូ my god គ្រាន់តែជប់ធ្វើចោលពុកមិនអាចរួចបានហ្មងហីកូនមិនហ៊ានស្រមៃនៅថ្ងៃនេះទេពុកស្មាទុកបើអត់ពីពុកទៅតើខ្មែរអាចមានជំរឿអីទៀតជំរឿមានតែពីរទេមួយគឺប្រើផ្លូវច្បាប់មួយទៀតគឺប្រើតបងហ្មងតើអ្នកយកមួយណាពីរនោះអូយយយសម្ដេចជំរឿមួយណាតែងស្រីដូចតែគ្នាមួយដេកពុកហើយមួយទៀតដេកពេកអាងអំណាចខ្លាំងមែនសម្ដេចពុកទេបើមិនឲ្យអាងអំណាចទៅអាងអីវិញអញឆ្ងល់អញសួរឲ្យទៅវិញមើលខន្តីញោមខន្តីចូលក៏ដឹងចេញក៏ដឹងចាប់ប្រាំវាប់ឡើងគឺវាយវាប់ឡើងគឺវាយវាប់ឡើងគឺវាយមិនបើមិនបានវាយនឹងវាមិនទះបាញ់ងាប់អីទេកូនវាយតែពាក្យសម្ដីទេពុកវិញវាប់ឡើងសុទ្ធតែខ្នោះហើយនៅដំបងបើពុកមិនវាយគេនៅដំបងវាមិនទះបាញ់មែនជួយងាប់